មានក្តៅបន្ថែមទៀតហើយនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរខុនដែលជានាយករដ្ឋមន្ត្រីចាំផ្ទះបានប្រកាសថានឹងមិនបើកច្រកព្រំដែនជាមួយនឹងប្រទេសកម្ពុជាវិញនោះទេហើយអ្វីដែលគាត់ប្រកាសហ្នឹងគឺមុនពេលបោះឆ្នោតហើយអ្វីដែលបញ្ជាក់បន្ថែមនេះគឺគាត់ចង់ទទួលបានសម្លេងឆ្នោតបន្ថែមនោះទេមិនត្រឹមតែប៉ុណ្ណោះលោកបានបញ្ជាក់ទៀតថាទឹកដីដែលយោធាថៃបានវាយកបានគ្រប់ទីតាំងគ្រប់កន្លែងឬក៏គ្រប់តំបន់ក៏មិនអោយកម្ពុជាវិញនោះទេបាទហើយកងទ័ពថៃនឹងដាក់តាមព្រំដែនកម្ពុជារួមទាំងផ្ដល់នៅអាវុធធុនធ្ងន់ដើម្បីត្រៀមធ្វើការវាយប្រហារកម្ពុជាគ្រប់ពេលដោយបានចោទប្រកាន់ថាជាការគំរាមកំហែងមកដល់ប្រទេសរបស់ខ្លួននេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុទានឆាន់វីរខុនហើយសំណួរសួរថាតើថៃធ្វើអញ្ចឹងចំណេញឬក៏ខាតអ្វីដែលយើងអាចចែកម្លែកបានបន្ថែមនោះតើបីជាថៃនោះគឺភាគីថៃគឺចំណេញបើទោះបីជាភាគីថៃបិទព្រំដែនគោកឬក៏ទំនិញថៃក៏អាចចូលទៅតាមច្រកព្រំដែនទឹកនិងជើងអាកាសកម្ពុជាបានធម្មតាផងដែរបើតាមមានការវាយតម្លៃនេះគឺមានតម្លៃរហូតដល់រាប់ពាន់លានដុល្លារឯណោះហើយលោកបានបន្ថែមទៀតថាគឺមិនចរចារឿងបោះបង្គោលព្រំដែនតាមផែនទីបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ຂະຫນាត1លើ200,000ដែលថៃនឹងបានទឹកដីដែលខ្លួនកំពុងកាន់កាប់14ទីតាំងធំនេះបើយោងទៅតាមរដ្ឋាភិបាលកម្ពុជាតែបើតាមព័ត៌មានថៃគឺ38ទៅ41ទីតាំងនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននេះមានឈ្មោះថាខៅសូតបើតាមការចុះផ្សាយរបស់សារព័ត៌មានហើយនឹងការប្រកាសរបស់ខាងកម្ពុជាគឺកម្ពុជាបាត់បង់ទីតាំងចំនួន14ទីតាំងបាទប៉ុន្តែការចុះផ្សាយខាងភាគីថៃគេថាទទួលបាន33ទៅ41ទីតាំងបើតាមសារព័ត៌មានខៅសូតមួយវិញទៀតការដាក់កងទ័ពនិងអាវុធធុនធ្ងន់គឺជាការគំរាមកំហែងនៅតំបន់ព្រំដែនកម្ពុជាឲ្យពលរដ្ឋភ័យខ្លាចគេចចេញពីផ្ទះសម្បែងហើយនឹងបាត់បង់នៅចំណូលធ្លាក់ខ្លួនក្រដែលនាំឲ្យមានវិបត្តិសង្គមហើយងាយនឹងឈ្លានពានកម្ពុជាអ្វីដែលកងទ័ពថៃតែងតែរំលោភបំពានមកដល់បច្ចុប្បន្ននេះគឺតែងតែដាក់កងទ័ពនៅតាមតំបន់ព្រំដែនហើយលួចដាក់បណ្ណាលួសជាពិសេសគឺមួយរយៈពេលចុងក្រោយនេះគឺដាក់គូទូកុងតឺន័រចំពោះឯបកភូមិចៃថៃដែលជាបករបស់លោកអនុទានឆាន់វីរខុលអាចនឹងដឹកនាំរដ្ឋាភិបាលថ្មីក្រោយពីបោះឆ្នោតថ្ងៃទី8ខែ2ឆ្នាំ2026ខាងមុខនេះបើទោះមិនឈ្នះសម្លេងភាគច្រើនដូចជាបកប្រជាជនក៏ដោយក៏ប៉ុន្តែបកភូមិចៃថៃអាចចូលរួមជាមួយនឹងបកភឺថៃដែលបកភឺថៃនេះគឺជារបស់លោកថាក់ស៊ីនលោកថាក់ស៊ីននឹងបកតូចដែលដឹកនាំប្រទេសគូបញ្ជាក់ផងដែរថាថៃនឹងត្រៀមបោះឆ្នោតថ្ងៃទី8ខែ2ខាងមុខនេះហើយគេសង្ឃឹមថាបកប្រជាជនថៃអាចនឹងឈ្នះប៉ុន្តែអ្វីដែលទាំងត្រង់ចាំនេះយើងចាំមើលទាំងអស់គ្នាដោយឡែករដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តយ៉ាងមុខមាំចំពោះការដោះស្រាយជំលោះដោយសន្តិវិធីដោយដាច់ខាតមិនមានការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងនិងលើកកម្ពុជាច្បាប់អន្តរជាតិនិងពហុភាគីនិយមដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពស្ថិរភាពក្នុងតំបន់និងពិភពលោកទាំងមូលបាទនេះគឺជាព័ត៌មានបន្ថែមដែលជាការប្រកាសឬក៏បន្ថែមរបស់លោកអនុទានឆាន់វីរខុនដែលជាមកពីគណៈបកភូមិចៃថៃ
ប្រកាសថាគេនឹងមិនផ្ដល់នៅទីតាំងទាំងប៉ុន្មានដែលខាងពីខាងថៃហ្នឹងបានដណ្ដើមបានពីមុននោះទេបាទតើយើងតាមដានព័ត៌មានបន្ថែមនៅពេលក្រោយទៀតនៅពេលមានបញ្ហាឬក៏អាប់ដេតថ្មីខ្ញុំជែកលេខបន្ថែមអញ្ចឹងសូម